ចាសួស្តីបងប្អូនគ្នាចាំថ្ងៃនេះគឺអ្នកក្រុមមានវីដេអូមួយទៀតទៅដល់លំហាត់នៅក្នុងរៀនសម្ដែងការរំវងដែលអ្នកក៏ដកស្រង់ចំណង2លំហាត់លេខ27ណាចាលំហាត់របស់យើងគឺថាគេមានចំណុច A B ហើយនិង C ដែលស្គាល់ coordinate ដូចប្រធានគេឲ្យមកស្រាប់អញ្ចឹងទៅហើយកឲ្យយើងរកសម្ដែងការបន្ត A B អញ្ចឹងកុំឲ្យខាត់ពេលយូរតោះឥឡូវយើងធ្វើជាមួយអ្នកគ្រូទាំងអស់គ្នាមកចម្លើយណាកកំណត់សម័យកាលបន្តAB ចឹងដើម្បីកំណត់សម័យកាលបន្ត AB បានដោយសារតែយើងស្គាល់ coordinate នៃចំណុច A និងចំណុច B គឺយើងអនុវត្តតាមរូបមន្តយើងធម្មតាណាតាមរូបមន្តចាគឺអនុវត្តតាមរូបមន្តសម័យកាលបន្តរបស់យើងកាត់តាម2ចំណុច A ស្គាល់ coordinate B ស្គាល់ coordinate ចឹងយើងប្រើតែរូបមន្តសម័យកាលទៅកាត់តាម2ចំណុចទៅគឺ y ស្មើនឹង y2 ដក y1 ចែកឲ្យ x2 ដក x1 កតាឲ្យ x ដក x1 ហើយបានបូកនឹង y1ចឹង y2 ណា y2 គឺអ្នកគ្រូយក coordinate ចំណុច B ន័យថានេះគ្រូតាំងពី x1 y1 សម្រាប់ A ហើយនឹង B គឺ x2 និង y2 ចឹងគ្រូបាន y2 ត្រូវនឹងដក2ដក y1 គឺ1ហើយបានចែកជាមួយនឹង x2 គឺ3ដក2ហើយកតានឹង x ដក x1 យើងគឺ2បូកនឹង y1 គឺ1ចាចឹងយើងកណនេះទៅស្មើនឹងដក3លើ1កតានឹង x ដក2ហើយបានបូក1ណាឬក៏គ្រូបានដក 3x គ្រូគុណពលិតហើយដកទៅជាបូក6ហើយបានបូក1ឬក៏ដក 3x បូក7ណាចាអញ្ចឹងនេះគឺជាសម័យកាលបន្តរបស់អ្នកគ្រូណាចឹងយើងឆ្លើយមកទៅដូចនេះសម័យកាលបន្ត AB ចាបន្ត AB កំណត់ដោយ y ស្មើដក 3x បូក7តោះចុចបាសំណុំកមួយហើយចូលដល់សំណុំខណាសំណុំខគេឲ្យយើងសរសេរសម័យកាលបន្តដូចគ្នាប៉ុន្តែកាត់តាមសេនិងកែងនឹងបន្ត AB អញ្ចឹងយើងបានសម័យកាលបន្តកាត់តាមសេកែងហើយកែងនឹងបន្ត AB អញ្ចឹងយើងអនុវត្តស្តៀងគ្នាតែដោយសារតែយើងស្គាល់ចំណុចកាត់តាមមួយចំណុចគឺប្រើតាមរូបមន្តសម័យកាលបន្តកាត់តាមមួយចំណុចណាដែលមានរូបមន្ត y ស្មើជាមួយនឹង a កតានឹង x ដកដោយសារយើងកាត់តាម c ចឹងគឺប្រើ x ទៅបូកនឹង y c ចឹងតោះចឹងមានថា x y c យើងបានស្គាល់ហើយណាដក1ហើយនឹងដក2អ្វីដែលសំខាន់គឺយើងត្រូវរកមេគុណប្រាប់ទៅចឹងយើងដឹងថាបន្តរបស់យើងកែងនឹងចឹងដឹងថាដោយបន្តកែងនឹងចាកែងនឹងបន្ត AB ចឹងអ្នកគ្រូទិញបានណាកាលណាបន្តពីនឹងកែងគ្នាលុះត្រាតែមេគុណប្រាប់ទិស A របស់យើងនេះគុណនឹងមេគុណប្រាប់ទិសនៃបន្ត AB ត្រូវស្មើនឹងដក1ចាអញ្ចឹងយើងជំនួសតាមនឹងទៀតទៅ A យើងចង់រកណាមេគុណប្រាប់ទិសបន្ត AB គឺយើងបានស្គាល់ហើយនេះគឺដក3អញ្ចឹងគ្រូបានដក3ស្មើនឹងដក1ឬក៏បងប្អូនទិញរក A ស្មើនឹងដក1លើដក3ឬក៏1លើ3ហើយយើងគ្រាន់តែយកវាជួសទៅក្នុងសម័យកាលបន្តរបស់យើងមកចឹងនាំឲ្យអ្នកគ្រូទិញបាន y ស្មើនឹង a គឺ1លើ3កតាជាមួយនឹង x ដក x ណាចឹង x យើងគឺត្រូវនឹងនៃ coordinate x ណាដក1ចឹងដកប៉ះដកទៅជាបូក1ហើយបានដក2ចឹងយើងគុណពលិតដើម្បីកណិតវាបន្តទៀតបាន1លើ 3x បូក1លើ3ដក2 y ឬក៏ y ស្មើនឹង1លើ 3x ចាយើងត្រូវភាគបែកនឹងត្រង់ចំណុចហ្នឹងចឹងគ្រូត្រូវភាគបែកទៅភាគបែករួមគឺយក3ចឹងអានេះយើងបានដក6លើ3ឬក៏1លើ 3x បូកចាសំតោះដកណាដកនឹង5លើ3 y របស់យើងគឺបានចម្លើយប៉ុណ្ណឹងចឹងយើងបានដូចនេះសម័យកាលបន្តដែលយើងចង់រកហ្នឹងកាត់តាមសេកែនឹង AB គឺកំណត់ដោយ y ស្មើនឹង1លើ 3x ដកនឹង5លើ3ចាហ្នឹងគឺសម្រាប់សំណួរខដល់ចូលសំណួរកក៏ឲ្យយើងកំណត់សម័យកាលរង្វង់ដែលមានកប់ចិត្ត A ហើយនិង B ចាកឲ្យយើងកំណត់សម័យកាលរង្វង់ចាមានអង្គផ្ចិត AB ចឹងដោយសារតែ A យើងនៅខាងលើចឹង A យើង2 1ណាគ្រូស្រង់សមត្ថកម្មនៅលើនេះទៅដើម្បីយើងស្រួលមើល2 1ហើយនឹង B របស់យើងគឺមាន coordinate ចា3ដក2ណា3ហើយនឹងដក2ចឹងយើងត្រូវយល់ណាជាទូទៅដើម្បីសេសម័យកាលរង្វង់យើងត្រូវស្គាល់លេខខ្លះចុះឧទាហរណ៍នេះគ្រូមានរង្វង់ចឹងមួយទៅហើយយើងស្គាល់អង្គផ្ចិត AB ចុះឧទាហរណ៍ថានេះគឺផ្ចិតហើយអង្គផ្ចិត AB ចឹងគ្រូគូសរង្វង់សោះឡើងវិញម្ដងទៀត
ចានេះគឺរង្វង់របស់យើងទៅអង្គផ្ចិតទីដល់គឺជាអង្គដែលកាត់តាមផ្ចិតនៃរង្វង់ចានេះគឺចំណុច A នេះគឺចំណុច B អញ្ចឹងដើម្បីសរសេរសមីការរង្វង់នឹងបានបើបងប្អូនត្រូវស្គាល់ទី1គឺផ្ចិតឧទាហរណ៍អ្នកគ្រូតាំង E ចុះគឺជាផ្ចិតនៃរង្វង់ណាចឹងដោយសារតែ E បើវាជាផ្ចិតនៃរង្វង់លុះត្រាតែវាចែកអង្គ AB ហ្នឹងគឺជា2ប៉ុនគ្នាចឹងបើសិនជា A យើងស្គាល់ coordinate B ស្គាល់ coordinate យើងអាចរក coordinate ផ្ចិតនឹងឃើញអត់បើបងប្អូនត្រូវស្គាល់ទី1គឺផ្ចិតទី2គឺកម្មរបស់វាណាចឹងផ្ចិតអ្នកគ្រូតាំងដាក់ E នៅលើរបស់យើងហ្នឹងណាចឹងបើ E ជាកណ្ដាល AB ចឹងយើងចង់បាន coordinate ផ្ចិតរបស់យើងគឺប្រកាសជាត្រូវយក XA បូក XB ចែក2ហើយនឹង YA បូកនឹង YB ចែកនឹង2ហើយអាហ្នឹងមួយនេះដែលយើងអាចរកផ្ចិតបានទី2គឺបងប្អូនត្រូវស្គាល់កម្មអញ្ចឹងកម្មយើងដឹងកម្មគឺជាចម្ងាយពីចំណុចលើរង្វង់ទៅផ្ចិតអញ្ចឹងហ្នឹងគឺកម្មរបស់យើងហើយអញ្ចឹងបងអាចរកកម្មតាមរយៈ R របស់យើងស្មើនឹងប្រវែង EA ក៏បានឬក៏ស្មើនឹង EB ក៏បានឬក៏យើងអាចរកកម្មស្មើនឹងប្រវែង AB ទាំងអស់នេះចែកជាមួយនឹង2ក៏បានអញ្ចឹងកាលណាយើងស្គាល់ផ្ចិតស្គាល់កម្មយើងអាចសេសមីការរង្វង់បានអត់ចាប្រកាសជាបានដែលសមីការរង្វង់ដែលយើងអាចទៅសេបានគឺយើងប្រើតាមសមីការស្តង់ដាមានតម្រង x ដក a លើកជាការ៉េបូកនឹង y ដក b លើកជាការ៉េស្មើនឹង a ការ៉េអញ្ចឹង ab ត្រង់នេះគឺ coordinate ផ្ចិតហើយ a ហ្នឹងគឺជាកម្មអញ្ចឹងកុំឲ្យខាត់ពេកតោះយើងចាប់ដើមរកផ្ចិតហើយនឹងកម្មទាំងអស់គ្នាអញ្ចឹងផ្ចិតអ្នកគ្រូគឺបានណាផ្ចិតយើងគឺកំណត់ដោយ e ចុះដែលមាន coordinate ចាគ្រូទៅសេរូបមន្តសិន xa បូក xb ចែក2ហើយនឹង ya បូកនឹង yb ចែកនឹង2ចឹងគ្រូអាចសរសេរ e មាន coordinate 2បូក3លើ2 YA គឺ1ណា1ហើយ YB គឺដក2ហើយបានចែកនឹង2ទៀតណាឬក៏ e មាន coordinate 5លើ2ហើយនឹងដក1លើ2បានផ្ចិតហើយតោះយើងរកកម្មចឹង a អ្នកគ្រូរកតាមប្រវែង AB ចែកជាមួយនឹង2ចឹងណាកម្មរបស់យើងស្មើនឹងចឹងដើម្បីរកប្រវែងគឺស្មើនឹងរឹសការ៉េនៃ x2 ដក x1 លើកជាការ៉េបូកនឹង y2 ដក y1 លើកជាការ៉េហើយបានចែកជាមួយនឹង2ចឹងយើងចំនួនលេខចូលទៅក៏អាចទៅសេបានរឹសការ៉េនៃx2 យើងគឺ3ដកចាសំដក2លើកជាការ៉េបូកនឹងដក2ដក1ហើយលើកជាការ៉េហើយបានចែកជាមួយនឹង2ចាឬក៏3ដក2នឹងសល់1ណាចឹងអាចទៅសេបាន1ការ៉េបូកនឹងដក2ដក1គឺយើងឃើញដក3ហើយលើកជាការ៉េបានចែកជាមួយនឹង2ឬក៏រឹសការ៉េនៃ1បូក9ចែក2ស្មើនឹងរឹសការ៉េនៃ10លើ2ចាអញ្ចឹងបានផ្ចិតហើយនឹងកម្មហើយអញ្ចឹងបន្តទៅទៀតយើងចាប់ដើមសរសេរសមីការរង្វង់របស់យើងមកចាអ្នកគ្រូបានសមីការស្តង់ដារង្វង់របស់យើងកំណត់ដោយចា x ដក a អញ្ចឹង a គឺផ្ចិតណាតិចច្រឡំនេះគឺ a របស់យើងនេះគឺ b អញ្ចឹង x ដក a ត្រូវនឹង5លើ2លើកជាការ៉េបូកនឹង y ដក b អញ្ចឹង b យើងដកដែរអញ្ចឹងទៅជាបូកវិញណា1លើ2លើកជាការ៉េស្មើនឹង a ការ៉េអញ្ចឹងបាន10លើ2ហើយអត់លើកជាការ៉េឬក៏បងប្អូនចង់គណនាកន្លែង a ការ៉េនឹងតិចក៏បានដែរណាយើងអាចទៅសេវាទៅជា x ដក5លើ2លើកជាការ៉េបូកនឹង y បូក1លើ2លើកជាការ៉េស្មើនឹង10លើ4អញ្ចឹង10លើ4នេះយើងអាចសម្រួលវានឹង2ទៅនៅសល់5លើ2ចូលចម្លើយរបស់យើងគឺមានប៉ុណ្ណឹងណាគ្រប់ដូចនេះកន្លែងនឹងតែម្ដងទៅហើយចូលដល់សំណួរចុងក្រោយកុំឲ្យយើងចំណាយពេលយូរចឹងសំណួរចុងក្រោយខក៏ឲ្យយើងកំណត់សមីការបន្តប៉ះរង្វង់ត្រង់ចំណុច A កំណត់សមីការបន្តប៉ះរង្វង់ចាត្រង់ចំណុច A ចឹងមានថារង្វង់យើងមានអង្គផ្ចិត AB អញ្ចឹងហើយនេះឧទាហរណ៍នេះ A នេះគឺ3ចុះកប់ផ្ចិតណាចឹងគេឲ្យយើងសេសមីការបន្តប៉ះរង្វង់ត្រង់ A ហ្នឹងនេះបន្តនេះចាថតទៅតាមវីដេអូ D ណាតើត D ហ្នឹងគឺស្មើអីចឹងសមីការបន្តប៉ះរង្វង់របស់យើងវាមាន2រង្វង់ទី1អាចផ្ចិតត្រង់កតម្រុយដែលមានតម្រង x0 ចា x0 x បូកនឹង y0 y ស្មើនឹង a ការ៉េរង្វង់ហ្នឹងគឺករណីផ្ចិតត្រង់កតម្រុយតែបើផ្ចិតខុសពីកតម្រុយគឺយើងប្រើតាម x0 ដក a កតានឹង x ដក a បូកនឹង y0 ដក b កតានឹង y ដក b ហើយបានស្មើនឹង a ការ៉េអញ្ចឹងយើងដឹងថាយើងត្រូវប្រើមួយណាគឺយើងត្រូវមើលសមីការរង្វង់ដែលយើងមានសិនចឹងដោយសារតែសមីការរង្វង់យើងបានរកឃើញពីសំណុំកូនមិនហ្នឹងហើយនេះសមីការចម្លើយរបស់យើងណាចឹងយើងសង្កេតឃើញថាសមីការរបស់យើងវាមានផ្ចិតខុសពីកតម្រុយបើខុសពីកតម្រុយយើងប្រកាសជាត្រូវប្រើរូបមន្តទី2នេះផ្កាយ2អញ្ចឹងគ្រប់អនុវត្តតាមរូបមន្តនឹងតែម្ដងទៅណាតាមរូបមន្តសេកាន់តិចគឺប្រើតាម x0 ដក a ចាដោយសារយើងប៉ះត្រង់ a យើងចាំប្រើ xa ក៏បានដែរណា xa ដក a តូចកតានឹង x ដក a តូចមកបូកជាមួយនឹង y a ដក b តូចកតានឹង y ដក b តូចហើយបានស្មើនឹង a ការ៉េ
តែយើងចំនួនចូលណាចាប់ដើមចំនួនចូល x a របស់យើងណា a យើងគឺ2 a មិនមានក្អននេះ2 1គ្រូទៅសេលើនេះម្ដងទៀតឲ្យយើងស្រួលមើលណាដកនឹង a តូចគឺផ្ចិតនេះនៅលើស្រាប់អីចឹងផ្ចិតយើងគឺ5 លើ 2 កតានឹង x ដក5 លើ 2 បូកនឹង y a គឺត្រូវនឹង1ដក b គឺដក1 លើ 2ចឹងទៅជាបូក1 លើ 2 កតានឹង y បូក1 លើ 2 ដែរហើយបានស្មើ a ការ៉េគឺ5 លើ 2ហើយតមកទៀតយើងត្រូវគុណពលាតស៊ីសងហើយណាត្រង់ចំណុចនេះចានេះគ្រូត្រូវភាពបែកណាត្រូវភាពបែកទៅបាន4ដក5 លើ 2 កតានឹង x ដក5 លើ 2 បូកនឹងចា2បូក1ចាញ់2កតានឹង y បូក1 លើ 2អានេះគុណទៅភាពបែកដឹងតឡើង4ណាចឹងអានេះគ្រូទុកតែសិនចោះគេលោកពួកយើងមើលអត់យល់ចឹងយើងកណិតទៅឃើញដក1 លើ 2 កតានឹង x ដក5 លើ 2 បូក3 លើ 2 កតានឹង y បូកនឹង1 លើ 2 ហើយបានស្មើនឹង5 លើ 5 លើ 2បន្តទៀតយើងគុណពលាតណាចឹងគ្រូបានដក1 លើ 2x បូកនឹង5 លើ 4ចាបូកនឹង3 លើ 2y បូកនឹង3 លើ 4ហើយបានឬក៏ដក5 លើ 2តែម្ដងទៅស្មើ0ចាអញ្ចឹងដើម្បីងាយស្រួលនៅក្នុងការមើលគ្រូត្រូវភាពបែកហើយលុបភាពបែកចោលតែម្ដងទុកជាសម័យការទូទៅងាយស្រួលក្នុងការមើលជាងណាចឹងភាពបែករួមគឺអ្នកគ្រូយក4ចឹងត្រូវគុណថែមទៅនេះបានដក 2x ហើយបានបូក5អានេះគុណថែមដូចគ្នាណាគុណ2បាន6y រយៈគុណថែមទេបាន3ដែរហើយបានដក10ស្មើ0ឬក៏អ្នកគ្រូអាចទៅសេបរួមចុងក្រោយដក 2x បូក 6y ចាដក2ស្មើ0អ្នកគុណមកសម្រួលបានគឺអាចសម្រួលណាចាអ្នកគ្រូអាចសម្រួលវានឹង2ក៏បានដក2ក៏បានទុកអញ្ចឹងក៏បានអត់អីទេចាឥឡូវគឺសម្រួលនឹងដក2ចុះនៅសល់ x ដក 3y បូក1ស្មើ0ចាអញ្ចឹងដូចនេះសមីការបន្តប៉ះ3យើងណាបន្តប៉ះរង្វង់គឺត្រូវនឹង x ដក 3y បូក1ហើយស្មើ0ចាអញ្ចឹងអ្នកគ្រូមានលំហាត់ប៉ុណ្ណឹងសម្រាប់ជ័យជូនទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាវាអាចជួយបងប្អូនទាំងអស់គ្នានៅក្នុងការស្វែងសិក្សានៅផ្ទះខ្លួនឯងអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតបើមានអីឆ្ងល់ខមមិននៅខាងក្រោមអរគុណ